Giờ luôn pe khá sớm mấy luôn ăn miếng ấy là pe nè đại ăn sớm mấy luôn vì phía bay mắm đâu. នៅថ្ងៃទី22ខែកក្កដាក៏បានប្រកាសព័ត៌មានអំពីជំនួបទាំងនេះស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញរឿងនេះអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ព្រួយបារម្ភតាឯងមុននឹងនិយាយពីអាក្មេងពីលមួយនៅស៊ុយអែតដែលប្រទេសគេហៅថាប្រទេសជង្រុកពួកភារវកម្មណាខ្ញុំសូមផ្ដាំទៅតាកញ្ចាស់ឈាមឆ្កែចិត្តស្លាប់ជន់ចាន់បត់ចូលចិត្តនិយាយបោកប្រាស់កលៃម្លឹងប្រយ័ត្នពេលដែលងាប់ទៅធ្លាក់នៅរក់ហ្នឹងណាអាយ៉ាស់មាត់ហួសគុំត្រជាទៀតនេះជាអ្វីដែលខ្ញុំចង់ថ្លែងប្រាប់ទៅតាកញ្ចាស់ឈាមឆ្កែជន់ចាន់បត់អូខេឥឡូវនិយាយបករឿងនេះ FBI ឬក៏សហព័ន្ធស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកមកកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងវាទៅទាញឆ្កុយណានោះទៅកាលពីមុនចឹងដែរស្ថានទូតនេះស្ថានទូតនោះថ្កោលទោសកម្ពុជាហើយគេគ្រាន់តែប្រើពាក្យ concern អីជាដើមចឹងណាហើយពាក្យ concern នេះបើបកឲ្យអាក្រក់បើបកក្នុងន័យសាមញ្ញវាសាមញ្ញទេដោយសារតែធម្មតាទេគេនៅក្នុងនេះហើយវាតាក់ទងវាមិនអារម្មណ៍របស់គេវាមិនទៅតាមហ្នឹងដោយសារតែពួកក្រុមឆ្កែ23ក្បាលហ្នឹងវាចូលទៅនិយាយចេះនិយាយចុះដាក់ញត្តិគេធុញគេដែរណាអានេះយើងនិយាយភាសាមួយបែបអញ្ចឹងដោយអាក្មេងពីលកឹមសុកអីជាដើមអញ្ចឹងអានោះមួយថ្ងៃយកព័ត៌មានថៃហើយកម្ពុជាដែលជាជនរងគ្រោះនេះវាអត់មានស្អីណាទេវាមកថ្កោលទោសប្រទេសកម្ពុជាវាអត់មានធ្វើញត្តិធ្វើអីថ្កោលទោសថៃដែលរំលោភបំពានកម្ពុជាតែវាបែរជាធ្វើញត្តិថ្កោលទោសកម្ពុជាហើយដាក់ពាក្យប្តឹងកម្ពុជាទៀតយេអាថោកពួកអាឈាមឆ្កែថៃនេះវើយកម្ពុជាជនរងគ្រោះវាអត់មាននេះអីទេវាមកបន្ថែមឲ្យជនរងគ្រោះហើយតាក់ទងពីកន្លែងនេះខ្ញុំបានមើលស្ថានទូតអាមេរិកមើលសហព័ន្ធស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកគេអត់មាននិយាយអីទេគេនិយាយអំពីនេះហើយក៏គេដូចជាអត់មានផុសអីដែរស្ថានទូតអាមេរិកផុសនិយាយអំពីក្រុមហ៊ុនអាមេរិកមិនត្រឹមតែនាំយកដើមទុនមកបណ្ដាក់ទុនប៉ុណ្ណោះទេពួកគេថែមទាំងបណ្ដុះបណ្ដាកម្មករនិយោជិតនិយោគាំទ្រទៅដល់ការផ្គត់ផ្គង់ក្នុងស្រុកនាំយកបច្ចេកវិទ្យានិងរួមចំណែកលើកកម្ពស់ស្តង់ដារក្នុងទីផ្សារប្រតិបត្តិការរបស់ពួកគេដោយសារតែគោលនយោបាយរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតផ្ដោតទៅលើការអភិវឌ្ឍកំណើនការងារក៏ដូចជាធ្វើម៉េចឲ្យប្រទេសកម្ពុជាមានបច្ចេកវិទ្យាល្អណាអញ្ចឹងគេមកបដាក់ទុនហើយដល់ពេលពួកអាក្រុមឆ្កែឈួតជាពិសេសអាមួងណារ៉េតអាមាត់ស្លុយនោះលោកមួងណារ៉េតបរោះមាត់ស្លុយឈាមឆ្កែមកសរសេរថាបែកឆ្កុយទៅណាមេប៉ូលីស FBI នៅអាមេរិកទៅដល់កម្ពុជាដើម្បីពង្រឹងចំណាត់ការអ្នកនៅពីក្រោយអ ក្រិតកម្មឆបោកអនឡាញកន្លែងនេះចង់ប្រាប់ទៅពួកអាឈាមថោក23ក្បាលណានៅសហរដ្ឋអាមេរិកគេហៅថាជាវិបត្តិ scam ឬក៏វិបត្តិសុខភាពដែលគេហៅថាប្រជាជនអាមេរិកដែលចាញ់បោកលុយអស់ប្រមាណជា 3000 ទៅ 12000 លានដុល្លារអាហ្នឹងសម្រាប់គេហៅថាបញ្ហាសុខភាពឬក៏សុខភាពបោកប្រាស់របស់សហរដ្ឋអាមេរិកហ្នឹងត្រូវបានប្រជាជនអាមេរិកចាញ់បោកហើយមនុស្សប្រហែលជា1000នាក់ត្រូវបានបាត់ខ្លួនអាហ្នឹងពួកអាឈាមថោកពួកអាឈាមឆ្កែសៀមដែលនៅក្រៅប្រទេសគិតមិនដែរតើសហរដ្ឋអាមេរិកបានបោះសម្អាត scam នៅក្នុងប្រទេសខ្លួនឯងអស់នៅមុននឹងពួកឯងនិយាយចេះពួកអាឈាមថោក Estimated $3 billion in American taxpayer money has already been lost to this alleged scheme, with the total, by the way, potentially reaching $8 to $12 billion. Searching for missing loved ones, people desperately escaping facilities. Attorneys and advocates claim as many as 2,000 people are missing or have died as a result of this reported operation. Reva Stewart is an advocate helping people and families caught up in this crisis. Who's going to be their voice? Who is going to be the voices for everybody that was hurt by this? How do we keep helping our people if nobody else is going to help? How do I keep moving forward if nobody's going to listen? So who are the scammers targeting?